សម្រាប់បងប្អូនដែលចង់បានម៉ូទ័រកាត់តកួនម៉ូទ័រកាត់ដាំចេកបងប្អូនទស្សនាវីដេអូនេះឲ្យចប់សិននេះគឺជាប្រភេទកបាត់ដែលយើងយកទៅកាត់តកួនកាត់ដាំចេកបានហើយចំពោះការតម្លើងរបស់យើងនឹងរៀបចំជាស្រេចបងប្អូនចង់បានតែផ្លែកបាត់ឬក៏បងប្អូនចង់បានតែម៉ូទ័រគឺខ្ញុំនៅមានលក់ជាពិសេសជាមួយនឹងធុងពេត្រូបាទអញ្ចឹងយើងប្រើជាកន្លឹះចាក់នៅពេលដែលយើងប្រើយើងចង់បិទក៏បានចង់បើកក៏បានតែវីដេអូមុនគឺខ្ញុំអត់បានរៀបចំជូនគាត់ទេដោយសារតែពួកគាត់កំងអត់ចង់បានកន្លែងច្រកចេញដើម្បីគាត់យកទៅក្លុកដេងក្លុកមៀតក្លុកញក្រៃគឺគាត់អត់ចង់បានកន្លែងចេញទេអញ្ចឹងនៅពេលដែលយើងចង់វាយដើមចេកវាយអីគឺយើងប្រើជាកន្លឹះចេះក៏ល្អដែរសម្រាប់បងប្អូនដែលចង់ដាក់ហើយយើងផ្លែក៏មុតបាទផ្លែចំពោះផ្លែវិញគឺមុតល្អម៉ូទ័រក៏មានកម្លាំងខ្លាំងល្មមដែរអាចកាត់ដាំចេកបានចំពោះម៉ូទ័រវិញគឺយើងប្រើភ្លើង220ធម្មតាភ្លើង5អាំពែក៏អាចអូសរួចដែរបងប្អូនទាំងអស់គ្នាហើយចំពោះបងប្អូនចង់បានជាប្រភេទយកទៅតម្លៃខ្លួនឯងដូចជាម៉ូទ័រផ្លែកបាត់មិនថាជើងកបាត់ផ្លែកបាត់ចៅគឺខ្ញុំមានលក់ជាកំ pl តែម្ដងបើបងប្អូនចង់បានតាក់ទងនៅក្នុងលេខទូរស័ព្ទនៅលើអេក្រង់សម្រាប់ព័ត៌មានបន្ថែមបងប្អូនតាក់ទងលេខទូរស័ព្ទ0728565658